ជំរាបសួរបាទបងប្អូនអរគ្នាមានបញ្ហាកាទៀអត់ទុកយូរទេ call ហៅក្រុម Plus Service Center បាទក្រុម Plus Service Center មកដល់ហើយឆែករកមើលទីតាំងរបស់កាទៀដានជើងរបស់កាទៀបន្ទាប់ពីឆែកឃើញហើយក្រុមការងារបានរៀបចំប្រអប់បានរៀបចំខ្យងខ្ចៅទូលវីបាទមួជាប់នៅកន្លែងដែលរកឃើញកាទៀហ្នឹងបាទយើងបិទស្គុតបិទអីទៅហើយមួខ្ចៅបាទឥឡូវមកដល់ដំណាក់កាលមួយទៀតហើយគឺដំណាក់កាលលាយចំណីបាទចំណីនេះគឺចម្លងស្លាប់ផ្ដាច់ពូជប៉ុន្តែវាអត់អាចឲ្យកាទៀនឹងងាប់ភ្លាមទេវាត្រូវការប្រើរយៈពេលបាទមកដល់ដំណាក់កាលនេះម្ដងទៀតគឺជាដំណាក់កាលដែលយើងត្រូវចាប់ចំណីបាទយកចំណីហ្នឹងយកមកដាក់នៅក្នុងប្រអប់ធ្វើបែបហ្នឹងដើម្បីឲ្យកាទៀមកស៊ីចំណីនៅក្នុងប្រអប់ហ្នឹងដើម្បីទាញទាំងសបុកមកកន្លែងតែមួយដើម្បីងាយស្រួលយើងដាក់ថែមប្រអប់ទៅតាមពេលវេលាក្រោយៗទៀតទៅតាមការឆែកក្រោយៗទៀតបាទឃើញថានៅពេលដែលយើងបានចាប់ចំណីកាទៀហើយបាទគឺយើងអត់ទុកយូរទេគឺយើងបិទកមុំបិទអីយើងមើលខ្ចៅបិទចិត្តមកវិញបាទបន្ទាប់ពីដាក់ចំណីហើយរួចអស់ហើយបិទកម្រិបរួចអស់ហើយគឺយើងទុករយៈពេល15ថ្ងៃបាទហើយទុករយៈពេល15ថ្ងៃហ្នឹងយើងគឺត្រូវមកឆែកលើកទី1អញ្ចឹងឆែកលើកទី1យើងឃើញថាមានកាទៀស៊ីចំណីអស់ហើយអញ្ចឹងក្នុងវីដេអូហ្នឹងយើងត្រូវថែមចំណីទៀតបាទអាហ្នឹងយើងឆែកលើកទី1ណាយើងថែមចំណីលើកទី1ហើយអូខេមើលបន្តទៅទៀតបាទថាវាមានដំណាក់កាលអីតទៀតនេះបងប្អូនអរគ្នាចូលមកដល់ដំណាក់កាលនេះគឺការឆែកលើកទី2ហើយឆែកលើកទី2ហ្នឹងក៏យើងហូលទុក15ថ្ងៃដែរ15ថ្ងៃហើយបានយើងមកឆែកលើកទី2អញ្ចឹងណាយើងឃើញថាមានកាទៀនៅរស់ច្រើនអញ្ចឹងយើងថែមចំណីទៀតអញ្ចឹងទី1យើងថែមទី2ក៏យើងថែមដែរចំណីហ្នឹងដោយសារតែយើងឃើញថាកាទៀវាស៊ីអស់ហើយអញ្ចឹងយើងត្រូវការថែមដើម្បីឲ្យវាមកស៊ីទៀតបាទមើលតទៀតបងប្អូនអរគ្នាបាទបន្ទាប់ពីឆែកលើកទី2ហើយយើងទុក15ថ្ងៃរហូតរាប់ចំនួនថ្ងៃដល់15ថ្ងៃទៅអានេះគឺយើងឆែកលើកទី3ហើយបងប្អូនអរគ្នាបាទអញ្ចឹងឆែកលើកទី3យើងឃើញថាអូនៅមានកាទៀច្រើនដែរប៉ុន្តែចំណីយើងនៅបាទមើលក្នុងវីដេអូនឹងជាក់ស្ដែងបាទបន្ទាប់ពីយើងឃើញកាទៀនៅហើយបងប្អូនអរគ្នាយើងអត់ទុកយូរទេបិទកម្របមកវិញហើយយើងទុកបាទទុកទៀតទុករយៈពេលខ្ទង់15ថ្ងៃទៀតបាទនេះបងប្អូនអរគ្នាយើងទុក15ថ្ងៃបន្ទាប់ពីឆែកលើកទី3យើងទុក15ថ្ងៃទៅយើងឃើញថាអូកាទៀស៊ីអស់ហើយកាទៀក៏មានងាប់នៅក្នុងប្រអប់ដែរនៅក្នុងប្រអប់មានងាប់ហើយនៅក្នុងសបុកក្រោមដីក៏វាងាប់ដែរនេះតាមបច្ចេកទេសរបស់យើងអញ្ចឹងណាអញ្ចឹងការធ្វើបែបនេះគឺយើងធានាក្នុងការសម្លាប់ផ្ដាច់ពូជតែម្ដងហើយបងប្អូនអរគ្នាជឿជាក់ 100% ថាវានឹងបាត់ហើយបងប្អូនអរគ្នាបើសិនជាមានបញ្ហាកាទៀតាក់ទងមកកាន់ page របស់ Plus Service Center បាទ